សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺតាក់ទងទៅនឹងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់បាទនេះគឺជាព័ត៌មានទាន់ហេតុការណ៍តែម្ដងដែលទើបតែនឹងផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរនេះនាពេលថ្មីនេះកាលពីយប់ថ្ងៃទី13កន្លងទៅនេះបាទនេះបើយោងទៅតាមសារព័ត៌មាន DPA International មន្ត្រីយោធាអ៊ីស្រាអែលបាននិយាយថាអ៊ីស្រាអែលគឺកំពុងតែមានសង្គ្រាមមន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយថាការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងនៅតែបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះបើយោងតាមការផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍14ទូរទស្សន៍ប៉ុស្តិ៍14បានរាយការណ៍ថាមន្ត្រីយោធាបាននិយាយថាអ៊ីស្រាអែលមានផែនការរយៈពេលវែងនិងពេញលេញសម្រាប់ការវាយប្រហារបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះហើយបានព្រមានពីពេលវេលាដ៏លំបាកខាងមុខលោកក៏បានរាយការណ៍ថាអ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងឆ្លើយតបមកវិញហើយថាប្រសិនបើប្រជាជនអ៊ីស្រាអែលនៅតែទទួលបានការណែនាំហ្វឹកហាត់នោះចំនួនអ្នករងរបួសទំនងជាមានកម្រិតទាបបើមិនដូច្នោះទេលោកក៏បានប្រមានផងដែរថាចំនួននៃការស្លាប់និងរបួសគឺច្រើនអាចត្រូវបានរំពឹងទុកនេះបើយោងទៅតាមសារព័ត៌មានដែលបានដកស្រង់សម្ដីរបស់គាត់ថាយើងកំពុងតែមានសង្គ្រាមការតាក់ទិនទៅនឹងការវាយប្រហារពេញមួយយប់ដ៏ធំរបស់អ៊ីស្រាអែលមន្ត្រីនោះបានពិពណ៌នាថាពួកគេទទួលបានជោគជ័យដ៏សំខាន់មួយដោយនិយាយថាយោធាអ៊ីស្រាអែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ថ្នាក់លើនៃយោធាអ៊ីរ៉ង់និងកងឆ្មាំបដិវត្តរបស់អ៊ីស្លាមលោកបាននិយាយថាគោលដៅរួមមានអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលពាក់ព័ន្ធទៅនឹងការជំរុញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះបើយោងទៅតាមសារព័ត៌មានដដែលគឺ DPA International បានរាយការណ៍ថាគឺមានអ្នកវិទ្យាសាស្ត្រចំនួន6រូបគឺត្រូវបានសម្លាប់រួមទាំងមន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏ធំកាលពីយប់មិញរបស់អ៊ីស្រាអែលផងដែរហើយថ្មីនោះផងដែរប្រទេសអ៊ីរ៉ង់ក៏បានធ្វើការវាយសងសឹកត្រឡប់មកអ៊ីស្រាអែលវិញភ្លាមដោយការបាញ់បង្ហោះ drone ចំនួនជាង100គ្រឿងមកលើប្រទេសអ៊ីស្រាអែលចំពោះសង្គ្រាមរវាងប្រទេសទាំងពីរនឹងបន្តធ្វើការសងសឹកគ្នាទៅវិញទៅមកបន្តទៀត